បាទនិយាយសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍យើងជួបគ្នាម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងនឹងរៀនសិក្សាភាសាអង់គ្លេសរបស់យើងទាំងអស់គ្នាតាមរយៈការប្រើប្រាស់ពាក្យ some និងពាក្យ any ថានៅពេលណាដែលយើងប្រើ some នៅពេលណាដែលយើងប្រើ any អញ្ចឹងបើយើងគិតជាអត្ថន័យរបស់វាគឺ some និង any នេះប្រើដូចគ្នាក្នុងភាសាខ្មែរ some មានន័យថាខ្លះហើយពាក្យ any នេះក៏មានន័យថាខ្លះដែរប៉ុន្តែបើយើងប្រើនៅក្នុងក្បួនវេយ្យាករណ៍គឺយើងថាប្រើលក្ខណៈខុសគ្នាអញ្ចឹងតើវាប្រើខុសគ្នាយ៉ាងម៉េចអូខេឥឡូវយើងចូលដល់ចំណុចសំខាន់គឺ basic rule គេនិយាយពីក្រិតក្រមចម្បងក្រិតក្រមសំខាន់របស់វាដែលជាលក្ខណៈ basic បងប្អូនស្គាល់ពាក្យ basic មានន័យថាជាគ្រឹះណាជាគ្រឹះអញ្ចឹង rule នេះគឺជាច្បាប់គឺជាក្រិតក្រមអញ្ចឹងក្នុងនេះគេនិយាយអំពីក្រិតក្រមនៃការប្រើប្រាស់ some ហើយនិង any នៅក្នុងភាសាអង់គ្លេសអូខេឥឡូវគេសរសេរថា both some and any are quantifiers ទាំងពីរ both ហើយទាំងពីរគឺពាក្យ some ហើយនិង any គឺជាពាក្យបញ្ជាក់ពីចំនួនអញ្ចឹង some នឹងប្រែថាខ្លះហើយពាក្យ any នឹងក៏ខ្លះដែរអញ្ចឹងទាំងពីរនឹងគឺវាបញ្ជាក់ពីចំនួន They are used to talk about an unspecified number or amount of something អញ្ចឹងក្នុងនោះគេសេថាម៉េចពួកគេត្រូវបានគេប្រើដើម្បីនិយាយអំពីចំនួនឬក៏ចំនួនលេខដែលវាមិនជាក់លាក់ដែលវាមិនជាក់ច្បាស់នៃរបស់អ្វីមួយអញ្ចឹងពាក្យថាthey are used to talk ពួកគេត្រូវបានប្រើដើម្បីនិយាយabout នោះអំពីពាក្យ unspecified នឹងប្រែថាមិនជាក់លាក់អញ្ចឹងក្នុងនោះគេចង់ប្រាប់បងប្អូនថាsome និង any នេះគឺជាពាក្យដែលបញ្ជាក់អំពីចំនួនណាហើយពួកវាត្រូវបានគេប្រើដើម្បីនិយាយអំពីចំនួនលេខឬក៏ចំនួនវត្ថុអ្វីមួយដែលវាមិនជាក់លាក់ដែលវាមិនជាក់ច្បាស់អូខេអញ្ចឹងបងប្អូនយើងគិតជាភាសាខ្មែរគឺយើងដឹងในការណាគេនិយាយថាខ្លះអញ្ចឹងយើងមិនដឹងថាវាប្រមាណទេមិនអាចថាដឹងថាវា3វា4ឬក៏វា10 20ឬក៏100 1លានអីចឹងយើងអត់ដឹងទេអញ្ចឹងហើយគ្រាន់តែគេប្រើពាក្យ some និង any ហ្នឹងគឺភាសាខ្មែរមានន័យថាខ្លះប៉ុន្តែវាមិនជាក់ច្បាស់ថាខ្លះហ្នឹងប្រមាណទេឥឡូវយើងមើលលក្ខណៈនេះគេដាក់ថាម៉េចទៀតគេថា they are used with ពួកវាត្រូវបានគេប្រើជាមួយនឹងអីគេ countable plural nouns ចឹងពាក្យ countable plural noun នោះគឺគេចង់និយាយថានាមពហុវចនៈដែលអាចរាប់បានអញ្ចឹងពាក្យ countable ហ្នឹងគឺមានន័យថាដែលអាចរាប់បានណា countable ដែលអាចរាប់បានហើយពាក្យ plural noun ហ្នឹងគឺនាមពហុវចនៈអញ្ចឹងនាមពហុវចនៈអាចរាប់បានមានន័យថាយើងអាចប្រើពាក្យ some បានលុះត្រាតែនាមហ្នឹងជានាមដែលមានទម្រង់ពហុវចនៈមានន័យថាចាប់ពី2ឡើងទៅ example បងប្អូនមើលឧទាហរណ៍នេះគេដាក់ apples platform អញ្ចឹង platform មានអីអញ្ចឹងគឺ platform ហ្នឹងគឺវាចាប់ពី2ឡើងទៅហើយប៉ុន្តែយើងមិនដឹងថាវាចំនួនប្រមាណទេណា platform ទាំងឡាយ book សិភៅមានអីអញ្ចឹងមានន័យថាវា plural វាពហុវចនៈអូខេមិនដឹងថាសិភៅនោះប្រមាណក្បាលទេហើយ people គឺមានន័យថាមនុស្សហ្នឹងវាចាប់ពី2នាក់ឡើងទៅព្រោះវាជាគេហៅថា plural noun ណាជាទម្រង់នាមពហុវចនៈអូខេហើយនាមទាំងអស់ហ្នឹងមាន apple book សិភៅ people អីហ្នឹងគឺសុទ្ធសឹងតែជានាមរាប់បាននេះ countable ណាអូខេ example របស់បងប្អូនមើលឧទាហរណ៍គេដាក់ថាម៉េច she has some apples នាងមានផ្លែប៉ោមខ្លះអូខេអញ្ចឹង she has ហើយនឹងប្រែថាមានណានាងមាន some apples ផ្លែប៉ោមខ្លះអញ្ចឹងផ្លែប៉ោមវាចាប់ពី2ឡើងទៅអញ្ចឹងគេប្រើពាក្យ some អញ្ចឹងមានន័យថាខ្លះប៉ុន្តែយើងមិនដឹងថាផ្លែប៉ោមនេះចំនួនប្រមាណទេ they don't need any books ពួកគេមិនត្រូវការសៀវភៅខ្លះទេអូខេអញ្ចឹងពាក្យ they ពួកគេ don't នឹងមិន need ត្រូវការ any books សៀវភៅខ្លះទេ Do you see any people in the room តើអ្នកបានឃើញ see នឹងឃើញ Do you see តើអ្នកឃើញ any people មនុស្សខ្លះទេ in the room នៅក្នុងបន្ទប់អូខេអញ្ចឹងបងប្អូនច្បាស់ជាឆ្ងល់ហើយពេលខ្លះយើងប្រើពាក្យ some ហើយពេលខ្លះយើងប្រើពាក្យ any ព្រោះថាពីរនោះវាប្រែថាខ្លះដូចគ្នាហេតុអីបានជាប្រើ some ហេតុអីបានជាប្រើ any អញ្ចឹងខ្ញុំប្រាប់បងប្អូនបន្តិចសិនចុះដើម្បីកុំឲ្យវាឆ្ងល់យើងប្រើ some ជាមួយនឹងប្រយោគស្របយើងប្រើ any ជាមួយនឹងប្រយោគបដិសេធហើយនឹងប្រយោគសំណួរឥឡូវបងប្អូនមើលប្រយោគទី1ណា she has some apples នាងមានផ្លែប៉ោមខ្លះអញ្ចឹងវាជាប្រយោគស្របអញ្ចឹងគេប្រើ some ហើយបងប្អូនមើលប្រយោគទី2នេះគេដាក់ they don't need any books ពួកគេមិនត្រូវការសៀវភៅខ្លះទេអញ្ចឹងពាក្យ
don เนี่ย don នឹងមិនអញ្ចឹងវាជាប្រយោគ negative ជាប្រយោគបដិសេធពួកគេមិនត្រូវការសិភើខ្លះនោះទេអញ្ចឹងហើយបានជាយើងប្រើពាក្យ any ណា do you see any people តើអ្នកបានឃើញមនុស្សខ្លះទេអញ្ចឹងពាក្យ any នេះមានន័យថាវាជាប្រយោគសំណួរនៅក្នុងនេះជាប្រយោគសំណួរនេះតើអ្នកបានឃើញមនុស្សខ្លះក្នុងបន្ទប់អញ្ចឹងជាប្រយោគសំណួរអញ្ចឹងគេប្រើ any គេប្រើ some ទេសរុបមក some យើងប្រើក្នុងប្រយោគស្រប any យើងប្រើក្នុងប្រយោគបដិសេធនិងសំណួរទេដើម្បីកុំឲ្យបងប្អូនឆ្ងល់អូខេឥឡូវយើងជួយដល់ចំណុចបន្ទាប់ uncountable nouns uncountable noun គឺសំដៅលើនាមដែលមិនអាចរាប់បាននាមដែលមិនអាចរាប់បានបងប្អូនឆ្ងល់ទេនាមរាប់មិនបានអញ្ចឹងភាគច្រើននាមដែលរាប់មិនបានគឺនាមហ្នឹងគឺវាមិនមានរូបរាងច្បាស់លាស់ហើយវាភាគច្រើនជាវត្ថុរាវណាហើយនាមដែលលក្ខណៈរាប់មិនបានគឺវាមិនមានរូបរាងជាក់លាក់ដែលអាចយើងឲ្យរាប់ខ្លួនវាបានដោយខ្លួនឯងខ្លួនវាបានដោយខ្លួនឯងគឺឧទាហរណ៍ដូចជាគោយើងអាចរាប់គោ1គោ2គោ3គោ4ដោយខ្លួនឯងបានប៉ុន្តែបើនាមរាប់មិនបានគឺនាមហ្នឹងគឺគេអាចជាវត្ថុរាវដែលគេប្រើຂ្នាតដើម្បីវាស់ថ្លឹងវាណាដើម្បីវាស់ថ្លឹងវាគេប្រើຂ្នាតដើម្បីវាស់ថ្លឹងវាក្នុងការរាប់អូខេឥឡូវបងប្អូនមើលដូចជាពាក្យ water នេះទឹកជាវត្ថុរាវ money នេះលុយ money នេះក៏គេចាត់ថានាមរាប់មិនបានដែរព្រោះពាក្យលុយមួយម៉ាត់រាប់មិនបានទេព្រោះវាអត់មានឈ្មោះថាលុយនឹងជាលុយរៀលឬក៏លុយដុល្លារបើមានឈ្មោះថាលុយរៀលលុយដុល្លារឬក៏លុយអីផ្សេងគឺយើងអាចរាប់វាបានហើយប៉ុន្តែបើនិយាយថាលុយមួយម៉ាត់រាប់បានទេ sugar score ក៏មិនអាចរាប់ score 1 score 2បានដែរយើងចង់រាប់វាលុះត្រាតែយើងយកវាទៅថ្លឹងគីឡូអញ្ចឹងនាមអស់ហ្នឹងគឺគេចាត់ទុកថានាមរាប់មិនបានទេទោះបីជាហើយនាមរាប់មិនបានហ្នឹងគឺវាអត់មានទម្រង់ s នៅកតុយទេវាអត់មានទម្រង់ plural ទេវាអត់មាន s នៅខាងក្រោយខ្នងវាទេណាបងប្អូនអញ្ចឹងហើយយើងអាចប្រើវាជាមួយ some បានហើយនឹង any ឥឡូវចាំមើលណា I had some beer ខ្ញុំមានស្រាបៀរខ្លះអូខេអញ្ចឹង some beer នេះស្រាបៀរខ្លះខ្ញុំមានស្រាបៀរខ្លះបងប្អូនដឹងហើយប្រើ some ក្នុងប្រយោគស្របណាបើឆ្ងល់ទៀតទេអញ្ចឹងស្រាបៀរជាវត្ថុរាវរាប់អត់បានទេ I don't have any wine ខ្ញុំមិនមានស្រាខ្លះនោះទេស្រាក៏ជាវត្ថុរាវដែរយើងប្រើ any ដោយសារប្រយោគហ្នឹងវាជា negative ប្រយោគបដិសេធបងប្អូនthấyមានពាក្យ don't ទេ I don't have any wine ខ្ញុំមិនមានស្រាខ្លះនោះទេអូខេឥឡូវយើងមានបន្តទៀតគេថា do you have any water តើអ្នកមានទឹកខ្លះទេអញ្ចឹងប្រយោគនេះជាប្រយោគសំណួរអញ្ចឹងហើយបានជាគេប្រើពាក្យ any ហើយ water ទឹកគឺមានន័យថាយើងរាប់វាអត់បានទេតើអ្នកមានទឹកខ្លះទេ please put some sugar in your coffee សូមមេត្តាដាក់ពុតនេះដាក់អីគេស្ករខ្លះ some sugar ស្ករខ្លះ in your coffee នៅក្នុងកាហ្វេរបស់អ្នកអញ្ចឹងហើយយើងប្រើពាក្យ some ដោយសារប្រយោគនេះជាប្រយោគស្របណាអូខេឥឡូវបងប្អូនយើងមើលបន្តទៀតគេដាក់ខ្មិចចំណុចទី2គេដាក់ using some ការប្រើប្រាស់ some អញ្ចឹងនៅពេលណាដែលយើងប្រើ some ខ្ញុំបានប្រាប់បងប្អូនខ្លះពីមុនមកហើយឥឡូវយើងរៀនបន្ថែមទៀតណាប្រើជាមួយនឹងប្រយោគស្របអូខេអញ្ចឹងពាក្យ some គឺយើងប្រើវាជាមួយនឹងប្រយោគស្របណាបងប្អូនប្រើជាមួយប្រយោគស្រប we usually use some ពួកយើងជាធម្មតាប្រើ some in positive sentences នៅក្នុងប្រយោគស្របអូខេអញ្ចឹង positive sentences នៅក្នុងប្រយោគស្រប I have some friends in London ខ្ញុំមានមិត្តភ័ក្តិខ្លះនៅក្នុងទីក្រុង London អញ្ចឹងជាប្រយោគស្របណាអញ្ចឹងយើងអាចប្រើមួយ some បានណា I have some friends in London ខ្ញុំមានមិត្តភ័ក្តិខ្លះនៅក្នុងទីក្រុង London អញ្ចឹងមិត្តភ័ក្តិហ្នឹងមនុស្សជានាមរាប់បានណាជា countable noun បងប្អូនមានអីហ៎អូខេឥឡូវយើងមើលគេថា there is some water in the glass there is នោះប្រែថាមាន some water នោះទឹកខ្លះអញ្ចឹងមានទឹកខ្លះនៅក្នុងកែវទឹកអញ្ចឹង glass នេះគឺមានន័យថាកែវទឹកអញ្ចឹងទឹកវាអត់មានទម្រង់ s ទេដោយសារវាជា uncountable noun ជានាមរាប់មិនបានប៉ុន្តែយើងអាចប្រើ some បានដោយសារវាជានាមរាប់មិនបានអញ្ចឹងយើងអាចប្រើ some បានណាមិនចាំបាច់មាន s ក៏រាប់បានដែរអញ្ចឹងគេដាក់មានទឹកខ្លះនៅក្នុងកែវ she bought some apples នាងបានទិញផ្លែប៉ោមខ្លះអញ្ចឹង bought មកពីពាក្យ buy ទិញដល់ពាក្យ bought បានទិញនាងបានទិញផ្លែប៉ោមខ្លះអូខេអញ្ចឹងសរុបមកយើងប្រើ some ជាមួយនឹង positive sentences នេះជាមួយនឹងប្រយោគស្របទោះបីជានាមនឹងរាប់បានក៏ដោយនាមនឹងរាប់មិនបានក៏ដោយយើងអាចប្រើ some បានទាំងអស់បងប្អូនចាំណាអូខេនាមរាប់មិនបានអត់មានទម្រង់អត់មានទម្រង់ពហុវចនៈទេដូចជាទឹកចឹងអត់មានទម្រង់ s នៅក្រោយទេនាមរាប់បានលុះត្រាតែនាមនឹងជាទម្រង់ពហុវចនៈទើបអាចប្រើជាមួយ some បានណាអូខេហើយបើសិនជាតែមួយมันអាចប្រើជាមួយ some បានទេអូខេលុះត្រាចាប់ពី2ឡើងទៅ
អូខេឥឡូវបងប្អូនយើងចូលដល់ចំណុចមួយទៀតគឺ offers and request នៅក្នុងប្រយោគ offer និងប្រយោគ request ទោះបីជាប្រយោគនោះមានសញ្ញាសួរក៏ដោយប៉ុន្តែយើងអាចប្រើជាមួយ some បានណាបងប្អូនចាំណាកុំឲ្យតែឃើញមានសញ្ញាសួរសុទ្ធសឹងតែជាប្រយោគសំណួរមិនមែនជាប្រយោគសំណួរទេវាជាប្រយោគស្នើសុំពាក្យ offer នេះគឺយើងមានយើងសុំការផ្ដល់ចំពោះនរណាម្នាក់ហើយដល់ពេល request គឺយើងស្នើសុំទៅគេណាស្នើសុំទៅគេដើម្បីឲ្យគេផ្ដល់អ្វីមួយឲ្យយើងហើយពេល offer នេះគឺផ្ដល់ឲ្យមានន័យថាយើងស្នើសុំផ្ដល់ទៅឲ្យគេហើយដល់ពេល request ស្នើសុំគឺយើងស្នើសុំពីគេដើម្បីផ្ដល់ឲ្យយើងវិញនៅអ្វីមួយបងប្អូនណាអញ្ចឹងពាក្យ offers ហើយនិងពាក្យ request នេះវាខុសគ្នាអញ្ចឹងណាឥឡូវយើងមើលគេដាក់ថាម៉េច we can also use some when offering or asking for something because it is sound polite គេថាយើងអាចប្រើណា we can use យើងអាចប្រើ some យើងអាចប្រើ some នៅពេលដែលមានការផ្ដល់ឲ្យឬក៏មានការស្នើសុំពេល offering ការផ្ដល់ឲ្យឬក៏ asking ការស្នើសុំ for something សម្រាប់រឿងអ្វីមួយ because it sound polite ពីព្រោះវាស្ដាប់ទៅវាគួរសមអញ្ចឹងនៅពេលដែលយើងស្នើសុំយើងប្រើពាក្យ some ទៅក្នុងការស្នើសុំដើម្បីឲ្យវាគួរសមប៉ុន្តែប្រយោគនោះមិនមែនប្រយោគសំណួរទេណាយើងស្នើសុំហើយពាក្យស្នើសុំមិនមាន would you like ទេទេហ៎ would you like some tea តើអ្នកត្រូវការតែខ្លះទេអានេះយើងស្នើសុំខ្លួនយើងនឹងផ្ដល់ទៅឲ្យគេយើងស្នើសុំខ្លួនយើងផ្ដល់ទៅឲ្យគេមានតែយើងចង់បំរើតែនឹងទៅឲ្យគេជាយើងប្រើ would you like some tea តើអ្នកត្រូវការតែទេហើយដល់ពេលយើង can I have some sugar please តើខ្ញុំអាចមានស្ករខ្លះបានទេអញ្ចឹងមានតែយើងសុំគេនឹងផ្ដល់ស្ករមកឲ្យយើងវិញអញ្ចឹងអានេះគេហៅថាប្រយោគ request ណា request ហើយដល់ពេលប្រយោគទី1ខាងលើគឺហៅថា offering do you want some help តើអ្នកត្រូវការជួយខ្លះទេតើអ្នកត្រូវការជំនួយខ្លះទេអាហ្នឹងគឺ offering យើងសុំផ្ដល់ទៅឲ្យគេណាអញ្ចឹងសរុបមកយើងប្រើពាក្យ some នៅក្នុងប្រយោគ offering មានន័យថាសុំការផ្ដល់ឲ្យទៅណាសុំការផ្ដល់ឲ្យ or asking ឬក៏ការស្នើសុំ using ឥឡូវដល់យើងដល់ចំណុចប្រើប្រាស់ any តើពេល any នេះយើងប្រើប្រាស់វាយ៉ាងម៉េច we use any គេថា we usually use any in ជាធម្មតាយើងប្រើ any នឹងនៅក្នុងអីគេទី1 negative sentences ប្រយោគបដិសេធណា it mean no or none it means វាមានន័យថា no ប្រែថាទេឬក៏ none នឹងប្រែថាគ្មានអញ្ចឹងប្រយោគបដិសេធវាទាក់ទងជាមួយពាក្យ no ឬក៏ none អូខេមានន័យថាទេឬក៏គ្មាន examples ឧទាហរណ៍ I don't have any money ខ្ញុំមិនមានលុយខ្លះទេខ្ញុំមិនមានលុយទេអាហ្នឹងណាអញ្ចឹងយើងប្រើពាក្យ any ហ្នឹងដោយសារប្រយោគហ្នឹងវាជាប្រយោគបដិសេធដែលមានពាក្យ don't វាជាប្រយោគ negative sentence ណាអញ្ចឹងយើងប្រើពាក្យ any ហ្នឹងទៅណាខ្ញុំមិនមានលុយខ្លះទេបន្តមកទៀត there isn't any meal left ហ្នឹងប្រែថានៅសល់មកពីពាក្យ live អញ្ចឹងគេដាក់ថា there isn't ហ្នឹងគ្មាន any meal left มันមានទឹកដោះគោនៅសល់នោះទេអញ្ចឹងយើងប្រើពាក្យ any ហ្នឹងដោយសារតែប្រយោគហ្នឹងគឺជាប្រយោគបដិសេធនាងមិនមានអីគេមិត្តភក្តិខ្លះនោះទេនៅទីនេះអញ្ចឹង doesn't have នឹងគ្មានអញ្ចឹងវាប្រយោគបដិសេធអញ្ចឹងគេប្រើ any នាងមិនមានមិត្តភក្តិខ្លះនោះទេនៅទីនេះអូខេអញ្ចឹងសរុបមកយើងប្រើពាក្យ any នៅក្នុងប្រយោគបដិសេធអូខេឥឡូវបងប្អូនយើងចូលដល់ចំណុចមួយទៀតគឺ question នៅក្នុងប្រយោគសំណួរ we use any when asking question យើងប្រើ any នៅពេលដែលយើងសួរសំណួរណានៅពេលដែលមានការសួរសំណួរ to find out if something exists or not ដើម្បីស្វែងយល់ថាឬក៏ដើម្បីឲ្យដឹងថាណា find out ហ្នឹងដើម្បីឲ្យដឹងថាតើមានអ្វីកើតមានឬក៏អត់អូខេអញ្ចឹងសរុបមកយើងប្រើពាក្យ any ហ្នឹងនៅក្នុងប្រយោគសំណួរណាបងប្អូនប្រើនៅក្នុងប្រយោគសំណួរ example ឧទាហរណ៍ do you have any brothers or sisters តើអ្នកមានបងប្អូនប្រុសឬក៏បងប្អូនស្រីខ្លះឬទេអញ្ចឹងប្រយោគសំណួរអញ្ចឹងគេប្រើពាក្យ any do you have any brother or sister តើអ្នកមានបងប្អូនប្រុសឬបងប្អូនស្រីខ្លះដែរឬទេអញ្ចឹង brothers បងប្អូនប្រុស sister បងប្អូនស្រីអញ្ចឹងប្រើពាក្យ any ដោយសារតែប្រយោគសំណួរណា is there any coffee តើមានកាហ្វេខ្លះទេអញ្ចឹងកាហ្វេហ្នឹង
វាអត់មាន s នៅខាងក្រោយទេព្រោះវាជានាមរាប់មិនបានវាអត់មានទម្រង់ plural ទេអញ្ចឹងយើងប្រើ any ដែរដោយសារវាជាប្រយោគសំណួរណាតើមានកាហ្វេខ្លះទេ Did you buy any apples តើអ្នកបានទិញផ្លែប៉ោមខ្លះទេអូខេអញ្ចឹងសិតតែជាប្រយោគសំណួរណា Did you buy any apple តើអ្នកបានទិញផ្លែប៉ោមខ្លះទេអញ្ចឹងវាជាប្រយោគសំណួរអូខេសរុបមកយើងប្រើ any នៅក្នុងប្រយោគសំណួរអូខេឥឡូវយើងចូលដល់ចំណុចទី5គេដាក់ special note មានន័យថាការសម្គាល់ពិសេសអញ្ចឹងសម្គាល់ពិសេសយ៉ាងម៉េចឥឡូវយើងមើលគេសេថាម៉េចកន្លែងនេះគេដាក់ថា in informal speech people sometimes use some in questions when they expect a yes answer គេដាក់ថានៅក្នុងការនិយាយគ្នាលក្ខណៈក្រៅផ្លូវការបងប្អូនដឹងក្រៅផ្លូវការហ្នឹងមានន័យថាលក្ខណៈគ្នាឯងលក្ខណៈលេងដែលមិនមែនជាលក្ខណៈផ្លូវការដូចជាបែបបទលិខិតស្នាមអីទៅតុលាការឬក៏យើងដាក់ការងារឬក៏ជាមួយអ្នកធំអ្នកអីអញ្ចឹងណាហ្នឹងគេហៅផ្លូវការដល់ពេល informal គឺលក្ខណៈក្រៅផ្លូវការ people sometimes គេថាមនុស្សពេលខ្លះ use ប្រើប្រាស់ពាក្យ some ហ្នឹង in question នៅក្នុងប្រយោគសំណួរ when they expect នៅពេលដែលពួកគេរំពឹង expect រំពឹង yes answer ចម្លើយ yes អញ្ចឹងមានន័យនៅពេលដែលពួកគេរំពឹងថាអ្វីដែលគេសួរហ្នឹងនឹងបានចម្លើយថាបាទឬក៏ចម្លើយ yes ចម្លើយស្របហ្នឹងគឺគេប្រើ some នៅក្នុងសំណួរហ្នឹងឧទាហរណ៍ថា example ឲ្យមើលឧទាហរណ៍គេដាក់ថាម៉េច Are you expecting some visitor tonight តើអ្នកនឹងរំពឹងណា Are you expecting តើអ្នកនឹងរំពឹងថាមានអ្នកទស្សនាឬក៏មានភ្ញៀវខ្លះទេនៅយប់នេះអញ្ចឹង visitors មានន័យថាអ្នកទស្សនាឬក៏ភ្ញៀវអូខេអញ្ចឹងបើកាលណាគេសួរសំណួរគេប្រើ some នៅក្នុងប្រយោគសំណួរអញ្ចឹងមានន័យថាអ្នកសួរហ្នឹងគាត់គិតក្នុងចិត្តថាប្រហែលជាចម្លើយគឺ yes ហើយប្រហែលជាចម្លើយគឺមានហើយណាបងប្អូនអញ្ចឹង the speaker sing អ្នកនិយាយគិតថា visitor are coming អ្នកទស្សនាឬក៏ភ្ញៀវហ្នឹងនឹងមកណានឹងមកអញ្ចឹងនៅក្នុងហ្នឹងគេប្រើ present continuous ប៉ុន្តែខ្ញុំប្រើថានឹងបងប្អូនទៅចាំថា present continuous អាកំពុងហ្នឹងគេអាចប្រើថានឹងបានកាលណាគេនិយាយពីប្រយោគអនាគតអញ្ចឹងណាអូខេឥឡូវយើងមើលគេដាក់ថាម៉េចទេគេដាក់ but ប៉ុន្តែ if you don't know ប៉ុន្តែបើសិនជាអ្នកមិនដឹងមិនជឿជាក់ណាមិនមានការរំពឹងទុកមុន you use any អ្នកប្រើពាក្យ any ទៅ Are you expecting any visitor tonight តើអ្នកនឹងរំពឹងថាមានអ្នកទស្សនាឬក៏មានភ្ញៀវខ្លះទេនៅយប់នេះអញ្ចឹងការដែលគេប្រើពាក្យ any អញ្ចឹងគឺវាសមស្របទៅនឹងក្បួនច្បាប់វេយ្យាករណ៍ណាអត់មានចម្លើយទេហើយអ្នកនិយាយនេះក៏គាត់មិនមានការរំពឹងទុកថាមាន visitor ហ្នឹងភ្ញៀវឬក៏អ្នកទស្សនានឹងមកឬក៏មិនមកគាត់មិនដឹងទេអញ្ចឹងគេប្រើ any អូខេអានេះគេដាក់ neutral question នឹងគេសំណួរគេដាក់សំណួរលក្ខណៈថាអព្យាក្រឹតលក្ខណៈផ្លូវកណ្ដាលណាអូខេអញ្ចឹងសរុបមកត្រង់ចំណុចនេះគេចង់ប្រាប់បងប្អូនថាបើសិនជាយើងសួរអីមួយយើងប្រើពាក្យ some គឺមានន័យថាសំណួរហ្នឹងអ្នកដែលគាត់សួរហ្នឹងគាត់រំពឹងថាចម្លើយ yes ហ្នឹងគឺច្រើនភាគរយណាគាត់រំពឹងថានឹងបានចម្លើយ yes ហើយពួកគាត់អាចដឹងមុនអីចឹងណាអូខេអញ្ចឹងសង្ឃឹមថាបងប្អូនយល់កន្លែងហ្នឹងណា